Hello, I'm Zell from the Manga Saga. Welcome back to another day, another episode នៃសាច់រឿងកំពូលអ្នកប្រមាញ់លាក់ខ្លួនរបស់យើងនេះគឺជាភាគទី58ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយរបស់ admin ណាហើយបើសិនជាអ្នកទាំងអស់គ្នាជាអ្នកស្ដាប់ថ្មីសូមជួយចុច like follow and subscribe ឲ្យ admin ម្នាក់មួយផងចឹងតោះចូលភាគថ្មីភាគនេះ admin សន្យាថាឲ្យ100លើកដាប់ right សាច់រឿងនេះកាត់មកត្រង់ពេលដែលសាយ៉ុងនិងជេបានជួបគ្នានៅក្នុងមន្ទីរពិសោធន៍របស់ក្រុមប្រមទិសជេក៏បាននិយាយទៅកាន់សាយ៉ុងថាកុំរៀនកុហកបែបនេះណាឯងពិតជាមានបំណងទុកជីវិតឲ្យគេរស់តែគេម្នាក់ឯងនេះត្រូវអត់សាយ៉ុងញញឹមដាក់ជេរួចគេបន្តថាបងពិតជាចាប់ផ្លឹករឿងចឹងលឿនមែនតាតែផ្សេងវិញ0ហ្មងបាទខ្ញុំគិតថាប្រហែលជាបងឆ្ងល់ចំពោះរឿងហ្នឹងអញ្ចឹងណាតែខ្ញុំក៏មិនគួរទុកជីវិតឲ្យគេបែបនេះសោះព្រោះនិយាយទៅរឿងអត់ប្រយោជន៍ទៅតែអញ្ចឹងបើចូលជាយើងមកដល់ទីនេះទាំងអស់គ្នាអីតើបងរកអីដែលចង់រកឃើញដែរទេជេក៏ចាប់ផ្ដើមគិតអំពីគ្រប់តម្រុយដែលគាត់បានប្រទះពេលដែលចូលមកនេះភ្លើងដែលលេចឡើងចេញពីបន្ទប់មួយដែលហាក់ដូចជាអន្ទាក់ដាក់ឲ្យខ្ញុំទៅរកវាអញ្ចឹងឯកសារដែលបានរៀបចំយ៉ាងស្អាតនិងមានរបៀបនៅលើតុអ្នកដែលរស់រានមានជីវិតបានលេចមុខចេញមកបន្ទាប់ពីខ្ញុំបានអានវារួចរាល់ខ្ញុំនឹងហើយថាលីសាយ៉ុងប្រកាសជាអ្នកដែលរៀបចំរឿងនេះឡើងសាយ៉ុងឃើញជេមិននិយាយអីសោះអញ្ចឹងគេក៏ចាប់ផ្ដើមបើកឆាកសួរចម្លើយមុនអញ្ចឹងណាខ្ញុំមិនបានប្រមូលវាបោះចោលឲ្យអស់នោះទេខ្ញុំຕົកតាណាដែលមិនទាន់ខូចនៅឡើយនេះតើបងបានអានវាហើយនៅជេក៏តបវិញថាបានទេពួកវាគឺជាកំណត់ត្រារបស់មន្ទីរពិសោធន៍នេះត្រូវអត់សាយ៉ុងងក់ក្បាលតែមាត់នឹងចេញមកចំអកជេមអាសោចវីហ្នឹងជាចរិតខ្មៅរបស់កូននឹងយូរហើយអញ្ចឹងអានតែត្រឹមផ្នែកតូចមួយរបស់វាទេអញ្ចឹងខ្ញុំបានបែងចែកវាចេញបើទុកនៅច្រើនពេកនោះវាប្រហែលជាមិនបានមកខ្ញុំវិញទេមើលទៅគេក៏សួរបកទៅសាយ៉ុងវិញពីអ្នកនេះគាត់អាសាមាន debate គ្នារឿងតិចតួចក៏អាច debate បានអញ្ចឹងណាមានគេប្រហែលជាបានប្រាប់ឯងថាខ្ញុំមកទីនេះប្រហែលជាអញ្ចឹងហើយមើលទៅព្រោះឯងដូចជាមិនមានការភ្ញាក់ផ្អើលអីសោះពេលឃើញវត្តមានភ្លាមរបស់ខ្ញុំនោះនៅអាចឆ្លៀតរៀបឯកសារមួយស្អាតឲ្យមើលទៀតនេះសាយ៉ុងក៏ធ្វើជាញយស្មាឲ្យប្រាប់ជេវិញថាតែខ្ញុំពងភ្ញាក់ផ្អើលតាលើនេះពីគ្មានផ្លូវទេដែលជេបញ្ចេញសកម្មភាពបន្ទាប់ពីអស់រយៈពេល8ឆ្នាំហើយមកវិឆ្មក់អំទីពិសោធន៍របស់ព្រហ្មទិសវិញនោះខ្ញុំក៏មិនបានសួរបងឲ្យច្បាស់ដែរតែប្រកាសហើយពេលដែលយើងបានធ្វើកិច្ចសន្យាមួយគ្នានោះគឺក្រុមតែពង្រួមមនុស្សជាមួយនឹងថ្នាំហើយបន្ទាប់មកយើងក៏ដេញចាប់ពួកគេដូចជាមានរឿងតែប៉ុណ្្នឹងទេដែលខ្ញុំចាំថាខ្ញុំបានប្រាក់ទៅបងនោះតែស្រាប់តែភ្លាមបងក៏បាននិយាយឈ្មោះរបស់ពួកវាចេញមកបានសាយ៉ុងក៏យកដៃរបស់គាត់ទៅរុញមុខរបស់ជេទៅគេបន្តថាតើបងបានលឺវាមកពីណាហើយមិនបានជាបងខំមករហូតដល់ទីនេះអញ្ចឹងបងពិតជាមានទេពកោសល្យខាងស្វែងរកអាចកំបាំងថ្មីពិតមែនណាមនុស្សកុហកសាយ៉ុងញញឹមពេលឃើញជេនៅស្ងៀមបន្តបាមានន័យថាគាត់មានចំណុចសង្កត់គេបានវាអររយៈពេលយូរដែរនេះតោះធ្វើការសួរចម្លើយគ្នាតិចទៅបើសួរសំណួរគ្នាម្ដងម្នាក់ហើយឆ្លើយម្ដងម្នាក់ដែរទៅដើម្បីដឹងអំពីអីដែលយើងកំពុងតែលាក់បាំងពីគ្នានោះជេក៏ក្នុងចិត្តពេលដែលលីសាយ៉ុងនិយាយបែបនេះរួចបើសិនបើធម្មតាលីសាយ៉ុងគេនឹងដាក់សម្ពាធទៅដល់គូបដិបត្តិរបស់គេរហូតដល់គេពេញចិត្តតែលីសាយ៉ុងនៅមុខខ្ញុំនេះមានអារម្មណ៍ថាគេខុសពីធម្មតាពេលដែលមិនមានពន្លឺបែបនេះការសម្លឹងមើលដល់ស្ងប់ស្ងាត់តែខ្លាំងខ្លាយរបស់គេប្រកាសជាមានអីលាក់បាំងម្ខាងហើយវាផុសចេញមកពីខាងក្នុងក្រោមផ្ទៃមុខដែលរៀបស្មើថេងរបស់គេខ្ញុំមានអារម្មណ៍ថាខ្ញុំមិនអាចគេចផុតបានទេនេះជេហាក់ដូចជាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់សាយ៉ុងបាត់ទៅហើយមានច្រកណាចេញទៅរួចនោះទេការកាត់របស់គាត់នៅតែបន្តថាបើសិនជាទៅចាប់បិសាចដែលកាច់សាហាវខ្លាំងប៉ុណ្ណាក៏នៅតែស្រួលជាងនេះដែរនេះឬមួយក៏ដោះស្រាយបញ្ហាជាមួយលីសាយ៉ុងដែលតែងតែរំខានខ្ញុំពេលមុនទាំងហើយណាក៏រឿងទាំងអស់នេះខ្ញុំអាចនឹងមានយុទ្ធសាស្ត្រក្នុងការដោះស្រាយពួកវាដែរជេដល់ពេលឃើញគេបើឲ្យសួរស្រាប់តែលែងហ៊ានសួរខ្លាចបារមីលោកអាដាមទៀតហ្នឹងមិនចេះជេក៏បានមកចេញរួចតបទៅសាយ៉ុងវិញថាខ្ញុំគ្មានអីត្រូវសួរឯងទេសាយ៉ុងចាប់ទីស្មារបស់ជេរួចនិយាយធម្មតាថាយ៉ាងណាបងក៏គ្មានជំរឿស្រាប់ទៅហើយខ្ញុំពិតជាមានរឿងជាច្រើនខ្លាំងណាស់ដែលខ្ញុំឆ្ងល់នៅពេលដែលនិយាយដល់បងនោះអញ្ចឹងតែខ្ញុំក៏ទៅចាប់ផ្ដើមបាននៅបងក៏បានដឹងដែរត្រូវអត់ថាខ្ញុំគឺជាផលិតផលពិសេសរបស់ព្រហ្មទិសវាច្បាស់ណាស់ថាអ្នកណាជាអ្នកប្រាប់វាទៅកាន់បងជាអាចចង្រៃណាមពូជីនត្រូវអត់សាយ៉ុងក៏នឹកដល់បងពេលសង្ហាភ្លាមតែនឹងអត់សូវមានសាច់រឿងចាញ់ទេតែពេលចេញមកម្ដងនិយាយថាអូហឺស្លាប់អ្នកគូអាធីនឹងប្រកាយហ្មងស្អាតសាហាវជិះក៏នៅក្នុងចិត្តថា
Hây, mình sẽ thử lẹ bàn tê tê nì. Thử này. Cóឆ្លើយតបទៅសាយងវិញសាយងក៏បន្តថាបងបានដឹងរឿងហ្នឹងនៅពេលដែលបងយកលោកយាយរបស់បងទៅជួបគេមែនទេហើយពេលហ្នឹងហើយដែលបងបានដឹងអំពីពួកប្រុសមន្ទីរនេះចេះឆ្លើយទាំងអស់ថាត្រូវសាយងខំមកខឹងមែនតើហ្មងគេសង្គ្រឹះថ្មីឡើងតែនៅធ្វើនិយាយធម្មតាមួយបងគេអត់ហ៊ានបញ្ចេញអាកប្បកិរិយាខឹងដែរលើដល់វិញបងឯងចេះក៏ចាប់ផ្ដើមសំណួរគាត់វិញម្ដងខ្ញុំបានលើថាគ្រប់ការពិសោធន៍របស់ក្រុមនេះសុទ្ធតែមិនបានជោគជ័យទាំងអស់ក្រុមអ្នកដែលត្រូវពួកគេពិសោធន៍នឹងស្លាប់ទាំងអស់ត្រូវអត់សាយសួរគេថាស៊ឺមិននិយាយជាអ្នកនិយាយមែនគេនិយាយត្រូវតែគ្មានការពិសោធន៍ណារបស់ពួកវាជោគជ័យឡើយតែម្ដងក៏គ្មានផងគ្រប់ជនរងគ្រោះដែលមិនអាចទ្រាំទ្រការពិសោធន៍នេះពួកគេបានមិនសន្លប់បាត់ស្មារតីក៏អាចនឹងខ្លាចទៅជាស្អីដែលអាក្រក់ជាងបិសាចទៅទៀតបងប្រហែលជាឆ្ងល់ហើយត្រូវអត់តែរបស់ពិសោធន៍ដូចជាខ្ញុំនេះអាចនៅរស់បានដោយវិធីណានោះសាយចេញសំណើមើលទៅគេបន្តវាសាមញ្ញទេខ្ញុំមានធម្មពលដាស់ឡើងវាមិនមែនដោយសារតែការពិសោធន៍របស់ពួកវានោះទេតែខ្ញុំស្រាប់តែបានជ្រើសរើសដោយប្រព័ន្ធចឹងតាប្រព័ន្ធនឹងជ្រើសរើសអ្នកដែលមានធម្មពលដោយវិធីណាបើជាទូទៅហ្មងគឺប្រព័ន្ធនឹងមានប្រតិកម្មទៅលើការបន់ស្រន់ដែលមិនឈប់ឈរសោះមនុស្សដែលមានក្តីប្រាថ្នាដែលខ្លាំងក្លាហួសការបរិយាយប្រព័ន្ធនឹងតាក់ទាញជាមួយនឹងកម្លាំងប្រទីងរបស់គេហើយប្រព័ន្ធនឹងតាមស្វែងរកពួកគេចេះក៏នៅឃើញពាក្យរបស់ណាមូជីនបាននិយាយថាបានថាគេមានធម៌ពលដាស់តាមរយៈការធ្វើពិសោធន៍របស់ព្រហ្មទិសឬក៏ប្រព័ន្ធបានឆ្លើយតបទៅនឹងការបន់ស្រន់ដែលមិនសម្រាំងរបស់លីសាយ៉ុងនោះទេចេះក៏នៅឃើញនៅពេលដែលគាត់មិនទាន់មានធម៌ពលហើយកំពុងតែប្រឈមមុខជាមួយនឹងសេចក្តីស្លាប់តែមានស្អីនៅក្នុងខួរក្បាលរបស់ខ្ញុំដែលវារត់មិនសម្រាកសោះនោះគឺខ្ញុំចង់រស់ខ្ញុំមិនចង់ស្លាប់នោះទេលៀបនោះគាត់ក៏ចាប់មានធម៌ពលដាស់ឡើងមកចេះក៏សម្លឹងមកសាយ៉ុងឬក៏ថាពេលមុននោះតើមានអីដែលឯងចង់បានខ្លាំងដល់ថ្នាក់អាចឲ្យឯងមានធម៌ពលដាស់ឡើងនេះសាយ៉ុងញញឹមហើយអោនមកចុះចេះក៏សើចថាឯងចេះនិយាយក្នុងចិត្តរបស់គាត់ថាមិនអាចទេវាចម្លែកណាស់វាអាចនឹងងាយស្រួលពេកហើយនេះនៅក្នុងស្នាមប្រេកខ្ញុំបានសុបិនមិនស្រាកស្រានសោះឃើញពេលដែលខ្ញុំភ្ញាក់ឡើងលើពុកដែលតុនហើយក៏មានការសួរស្ដីពីម្ដាយឪពុករបស់ខ្ញុំរអ៊ូរទាំរំអួយប្រាប់ពួកគាត់រាល់បញ្ហាដែលខ្ញុំមាននៅលើតុអាហារពេលព្រឹកនិយាយគ្នាលេងជាមួយនឹងអ្នកមីងរបស់ខ្ញុំលេងសើចជាមួយចុងប៊ីនហើយត្រឡប់ទៅផ្ទះវិញប្រាប់អំពីរឿងពេញមួយថ្ងៃរបស់ខ្ញុំទៅក្មេងម្នាក់នោះហើយនេះជាការបញ្ចប់ពេញមួយថ្ងៃរបស់ខ្ញុំជីវិតដែលមានភាពស្ងប់សុខនិងរីករាយជីវិតធម្មតាដែលខ្ញុំមិនដែលទទួលបានតែពេលដែលខ្ញុំបើកភ្នែកឡើងវាខ្លាចទៅជាផេះផង់ទាំងអស់ខ្ញុំនៅតែហុំព័ទ្ធទៅដោយសមុទ្រនៃឈាមដដែលជារៀងរាល់ថ្ងៃក្តីសង្ឃឹមនៃការមានអភិនិហានក្នុងជីវិតរបស់ខ្ញុំបានចាប់ផ្ដើមរលាយបន្តិចម្ដងតែខ្ញុំនៅតែទ្រាំលេបវាទុកក្រោមគោលបំណងតែមួយគត់គឺសម្រាប់ភាពជោគជ័យរបស់ខ្ញុំដើម្បីបញ្ជាក់ថាខ្ញុំមិនមែនជាមនុស្សកុហកទេso sweet ទេក៏ភ្ញាក់ពីការគិតរបស់គាត់រួចគេឧទានឡើងញ័រមាត់ថាអញ្ចឹងតែជាឯងមានទេសាយក៏ក្តោបដៃដែលញ័រនោះមកដាក់នៅលើមុខរបស់គេរួចគេនិយាយថាបាទបងប្រាប់គឺជាខ្ញុំថាមែនគ្មានអីដែលមានមុខឌឺដូចលោកអុកញ៉ានឹងសម្បើមម៉េះអត់មានគ្រាន់តែឃើញទឹកមុខទេជាពិសេសអបជ្រយមួយគៀនមាត់ហ្នឹងដឹងតាច្បាស់ 300% ហ្មងថាអាកូនហ្នឹងគឺជាលោកប្រុសហ្នឹងឯងតែគ្រាន់តែអ្នកនិពន្ធប្រាប់ថាឲ្យធ្វើមិនដឹងសិនទៅបើនិយាយប្រាប់នោះបាត់ surprise ឯងតែមិនថ្មីទេពេលនេះកូនរបស់ admin បានជួបគ្នាឯងអញ្ចឹងរឿងហ្នឹងវាយ៉ាងម៉េចទៀតក៏ admin អត់ខ្វល់ដែរមិនថាចុះនរោឬឡើងឋានសួគ៌ទេម៉ែគ្រប់ត្រកូនចំណេញអូខេហើយទីបំផុតបេះដូងដែលប្រេះដាច់ចេញពីគ្នានេះវាបានជួបគ្នាវិញហើយលែងខ្វះខាតអីទៀតឯង admin មានជាការរំភើបខ្លាំងហើយដោយសារយងថាអញ្ចឹងជេនឹងឆ្លាតគ្រប់រឿងតែដល់ពេលមកដល់រឿងអញ្ចឹងគឺល្ងិតល្ងងបិទចិត្តឆឹងហ្មងដៃជេនៅតែញ័រទៅដែរជេក៏គិតក្នុងចិត្តថាតែឯងឆ្លងកាត់ការពិសោធន៍មិនខ្លះទៅលោកហួយមិនជាឯងត្រូវបានគេពិសោធន៍វិញហេតុអីតែគេចាប់ឯងទៅមែនទេតែនឹងថាខ្ញុំជិះតាំងពីអង្ការមកមិនក៏ឯងមិននិយាយអីសោះអញ្ចឹងស្អីខ្ញុំឃើញនិយាយឈរស្ងៀមនិយាយលេងចេះអញ្ចឹងគេក៏សួរគេបញ្ជាក់ថាអីគេបងមិនជឿតែខ្ញុំមែនទេខ្ញុំគឺជាភាពជោគជ័យតែមួយគត់របស់បងនោះអីតែមិនមែនជាខ្ញុំចឹងជេមានលុយតែមានប្អូនធន់ណាផ្សេងដឹងបានអត់មុតអត់កអីសោះអញ្ចឹងអូយឆ្ងាញ់ខ្លាំងហើយនិយាយពីថាធំមិនប្រាប់រហូតតតែយើងចេញទៅរកគេដល់ខ្លួនឯងអញ្ចឹងតែនឹងថាគេនៅចងចាំយើងអត់សាយខ្ញុំគិតបានជ្រៅមែនតា
តែយ៉ាងណាក៏អបអរសាទរដល់អ្នកទាំងពីរដែលបានជួបជុំគ្នាវិញប្រៀបដូចជាព្រេងវាសនាចាមកអញ្ចឹងអូខេ anyway ភាគនេះក៏បានមកដល់ទីបញ្ចប់ត្រឹមហ្នឹងណាតែអ្នកទាំងអស់គ្នា rate ឲ្យមែនដែរបើ admin ប្រាប់ឲ្យ rate ឲ្យ100មិញចឹងចាំតាមដានភាគក្រោយមួយទៀតជាមួយ admin ហើយភាគក្រោយនេះធានាឲ្យថាបន្ទុកវាដូចគ្នាអញ្ចឹងមកធានាហើយអូខេសូមអរគុណដល់ការចំណាយពេលជាមួយ admin នៅថ្ងៃនេះណា Thank you and have a nice day guys bye bye